បាទសួស្តីបងប្អូនគ្នាឥឡូវនេះខ្ញុំមាន motor ឈូសឈើពីរ model មកបង្ហាញជូនបងប្អូនគ្នាសម្រាប់ model នេះគឺមានលេខកូដ M1901 ចំណែកមួយនេះគឺមានលេខកូដ M1100 អញ្ចឹងពីរនេះគឺមើលទៅខុសគ្នាសឹងតែទាំងស្រុងហ្មងគឺទី1តើតង់ជាមួយស្នូកប្រភេទនេះស្នូកវែងបាទនេះស្នូកវែងណាហើយប្រភេទនេះគឺស្នូកខ្លីហើយតើតើមួយទំហំទទឹងគឺ82មីលីម៉ែត្រដូចគ្នាទេបាទហើយតើតើជាមួយនឹងជម្រៅឈូសកលេចមើលជម្រៅឈូសមួយនេះគឺអតិបរមា2លីបាទ2មីលីម៉ែត្រប្រភេទនេះអតិបរមា3មីលីម៉ែត្រអញ្ចឹងមួយនេះបានជ្រៅជាងណាហើយកលេចមកមើលកម្លាំងវ៉ាត់វិញបាទកម្លាំងវ៉ាត់គឺប្រភេទនេះ580វ៉ាត់បាទចំណែកមួយនេះគឺ750វ៉ាត់បាទអញ្ចឹងចំណុចខុសគ្នាគឺមានប្រមាណចំណុចហ្នឹងបាទអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាបាទមានតម្រូវការឬក៏ចង់ដឹងព័ត៌មានបន្ថែមអំពីផលិតផល Makita បាទអាចឆាតសួរបានបាទសូមអរគុណ